ភាពតាមដងផ្លូវនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបបច្ចុប្បន្ននៅដើមឆ្នាំ2026បាទដូចជាមិនសូវមានភាពអបអរច្រើនទេប្រហែលជាភ្ញៀវទេសចរមួយចំនួនក៏បានចេញដំណើរទៅទស្សនានៅតំបន់ទេសចរផ្សេងៗនៅតាមប្រាសាទឬក៏ទីតាំងមួយចំនួនឆ្ងាយពីក្រុងចឹងទៅធ្វើឲ្យស្ថានភាពចរាចរណ៍នៅក្នុងតំបន់ទីក្រុងគឺមានភាពទូលាយមិនសូវណែនណាន់តាន់តាប់ទេប្រហែលជាអាចពេលល្ងាចពេលពួកគាត់ត្រឡប់មកវិញចរាចរណ៍មានភាពមមាញឹកច្រើនបាទរីករាយទស្សនាជាមួយនឹងទិដ្ឋភាពដងផ្លូវនៅក្នុងក្រុងសៀមរាបដ៏សែនមនោរម្យដូចតទៅនេះគឺយើងឡើងមកដល់ផ្លូវធំហើយផ្លូវជាតិលេខ6បាទឃើញថាមានសភាពស្រស់ស្អាតដោយសារបរិយាកាសនៅពេលព្រឹកឬត្រជាក់ហើយនៅតាមបណ្ដោយផ្លូវឃើញផ្កាដែលដាំលំអក្រុងគឺរីកស្រស់ស្អាតមែនទែនបាទជាទម្លាប់នៅក្នុងការបើកបររបស់ប្រជាជនកម្ពុជាអត់ដឹងថាយ៉ាងម៉េចដែរព្រោះធម្មតាឃើញផ្លូវមានការបែងចែកគីឡូរថយន្តឡានម៉ូតូអីជាទៅហើយទោះបីជាចរាចរណ៍មិនសូវជាញឹកញាប់ប៉ុន្តែសង្កេតឃើញអ្នកបើកបរជាពិសេសគឺម៉ូតូយើងមិនមែនថាគិតមិនដឹងទេប៉ុន្តែជាទម្លាប់យូរទៅគឺគិតបើកពីវាពីការទៅតាមគីឡូឡានជាទៅគាត់អត់បានគិតថាចរាចរណ៍យើងគូទៅតាមប្រភេទគីឡូផ្លូវណាយ៉ាងខាងម៉ូតូខាងអីយើងទៅមួយឡានជាទៅហើយខាងរថយន្តយើងនៅតាមផ្លូវតាមឡានរបស់គេជាទៅកន្លែងនេះគួរតែមានការយល់ដឹងឲ្យបានច្រើនដែលធ្វើដំណើរគ្រប់ប្រភេទទាំងអស់នៅតាមដងផ្លូវជៀសវាងបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងបាទបន្តដំណើរទៅនេះគឺយើងចេញពីក្រុងសៀមរាបឆ្ពោះទៅខាងកើតទៅផ្សារលើដែលជាផ្សារមួយយើងអាចនិយាយបានថាជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងស្រុកដ៏មមាញឹកធំជាងគេប្រចាំខេត្តសៀមរាបព្រោះនៅផ្សារលើនេះគឺជាកន្លែងលក់ដូរទាំងគ្រប់បែបយ៉ាងទំនិញជារបស់ប្រើប្រាស់ហូបចុកសាច់ឬក៏បន្លែផ្លែឈើជាដើមគឺលក់ច្រើននៅផ្សារលើប៉ុន្តែបញ្ជាក់តិចសម្រាប់អ្នកដែលលក់បន្លែផ្លែឈើកន្លែងដែលលក់ច្រើនជាងគេគឺនៅផ្សារសាមគ្គីជាទីតាំងមួយដែលចែកចាយច្រើនសម្រាប់បន្លែផ្លែឈើបាទសង្កេតឃើញមួយទៀតនៅក្នុងការធ្វើដំណើររបស់ប្រជាជននៅក្នុងខេត្តសៀមរាបការបើកបរពួកគាត់ទោះបីជាយ៉ាងណាក៏លក្ខណៈថាគឺយើងមានភាពថា slow down life slow down ធ្វើឲ្យជីវិតមានសន្តិភាពការបើកបរតាមដងផ្លូវមើលទៅថាមិនសូវរៀបរយប៉ុន្តែក៏អាចទទួលយកបានគឺស្ងប់ស្ងាត់មិនសូវមានការប្រើជាភ្លេចុចជាភ្លេលឺរំខានខ្លាំងទេបាទពេលខ្លះគឺសុខចិត្តប្រអន់លបឿនឬក៏ឈប់មិនចុចជាភ្លេដើម្បីឲ្យមានសំឡេងរំខានខ្លាំងអ៊ូអរខ្លាំងទេបាទឥឡូវយើងមកដល់ផ្សារលើធំថ្មីហើយបាទមានទេទៅផ្សារនេះបាទមកដល់ហើយដូច្នេះវីដេអូសម្រាប់ទិដ្ឋភាពដងផ្លូវនៅក្នុងសៀមរាបសម្រាប់អេពីសូតមួយនេះគឺសូមបញ្ចប់ត្រឹមនេះបាទហើយនឹងមាន
វីដេអូថ្មីបន្តទៀតបាទសូមអរគុណ